សួស្តីនេះយើងថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបវាយស្វៀតរហូតនេះយើងជាដំបូងចាំមើលខ្ញុំចូលទៅ setting ចូលចុចវាថា play ចាំមើលពេលយើងបើកសញ្ញាគ្រីសទាំងពីរទៅតើវាវាយស្វីចូលអត់យ៉ាងហើយចាំមើលទាំងអស់គ្នាតើពេលបើកគ្រីសហ្នឹងយើងវាយស្វីចូលអត់ហ្នឹងហើយចឹងយើងឃើញថាវាយស្វៀតចូលទេចឹងយើងចូលមក setting យើងវិញយើងចុចពាក្យថា play ដែរនេះយើងហើយចុចបិទ Clear Learn ទៅចាំមើលយើងចូលទៅលេងម្ដងទៀតមើលថាវាយចូលឬក៏វាយចេញនេះយើងហ្នឹងហើយចឹងយើងឃើញថាវាយចូលហើយនេះយើងធ្វើតាមខ្ញុំហ្នឹងបាន100%នេះយើងហ្នឹងហើយនេះយើងចឹងមានតែប៉ុណ្្នឹងទេមានអីពិបាកទេវាយស្វៀតរហូតនេះយើង